គឺស្អីបងប្អូនថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សារភាគហ៊ុនដែលជាក្រុមហ៊ុន AI ហើយក្រុមហ៊ុននេះគឺមានឈ្មោះថា Palantir បងប្អូនច្បាស់ជាស្គាល់ហើយព្រោះ Palantir គឺមានភាពល្បីល្បាញខ្លាំងគួរសមហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុន AI ហើយកាលពី6-7 ខែមុនបងប្អូនក្រុមហ៊ុននេះគឺមានការស្ទុះឡើងខ្លាំងមែនទែនឡើងក្នុងរយៈពេលតែប្រហែលខែគឺឡើងដល់ទៅ$200ជាងដែលវាមានតម្លៃ original វាប្រហែលជា$60ខ្ញុំធ្លាប់ទិញអាហ្នឹងហើយលក់ហ្នឹងក្នុងរយៈពេលពី$60ហ្នឹងទៅ170គឺខ្ញុំទិញលក់បានច្រើនដងប៉ុន្តែក្រោយមកគឺវាហក់ឡើងរហូតដល់200ខ្ញុំគិតថាវាអត់សមនឹងប្រឡូកនៅពេលហ្នឹងដោយសារអីវាឡើងខ្លាំងហើយវាអាចនឹងធ្លាក់ចុះហើយដោយការគិតរបស់ខ្ញុំមែនគឺវាបានធ្លាក់ហើយធ្លាក់ខ្លាំងបងប្អូនពី220ជាងឥឡូវនេះធ្លាក់ដល់សល់តែ120គឺវាបាត់ចំណូលរហូតដល់ទៅ$100ហើយក្នុងរយៈពេល3ខែហ្នឹងគឺវាចុះឡើង90%ជាងបងប្អូនហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុនល្អតែដោយសារតែវាមាន bad news a lot ទីងដែរក្រុមហ៊ុននេះគឺដូចថាវាធ្លាក់ចុះប៉ុន្តែខ្ញុំជឿថាក្រុមហ៊ុននេះគឺនឹងឡើងទៅវិញដោយសារតែក្រុមហ៊ុននេះគឺមាន contract ជាមួយ government របស់សហរដ្ឋអាមេរិកច្រើនគួរសមហើយកាលពីថ្ងៃសុក្រនេះគឺខ្ញុំបានមើលព័ត៌មាននៅក្នុងNew គេបាននិយាយថាអ្នកស្រី Katie Wood គាត់បានលក់ក្រុមហ៊ុនផ្សេងខ្លះដើម្បីយកលុយហ្នឹងមកទិញនៅក្រុមហ៊ុន Palantir ព្រោះអីគាត់ដឹងថាក្រុមហ៊ុនហ្នឹងក៏ល្អបងប្អូនហើយខ្ញុំទិញមុនគាត់ដល់ពេលខ្ញុំទិញហើយខ្ញុំមកផ្ទះវិញខ្ញុំមើលព័ត៌មានខ្ញុំឃើញថាអ្នកស្រី Katie Wood ហ្នឹងគឺគាត់បានទិញនៅថ្ងៃដូចគ្នាជាមួយខ្ញុំដែរហើយខ្ញុំទិញចំនួនប្រហែលជា200 share បងប្អូនខ្ញុំក៏ទិញឲ្យកូនស្រីរបស់ខ្ញុំខ្លះដែរក្នុង account របស់ហើយក្រុមហ៊ុននេះល្អមែនទែនបងប្អូនហើយធម្មតាអ្នក invest បើគេដឹងថាក្រុមហ៊ុននឹងល្អបងប្អូនគេ keep eye on ណាបើសិនជាវាមានឱកាសដូចឥឡូវនឹងយកវាធ្លាក់អញ្ចឹងគេទិញបងប្អូនគឺចំណេញច្រើនមែនទែនហើយខ្ញុំនឹងទុកភាគហ៊ុនមួយនេះបានយូរបន្តិចរហូតដល់តែវាឡើងទៅជិត200វិញមកខ្ញុំលក់ហើយអ្នកស្រី Katie Wood ហ្នឹងគាត់បានទិញច្រើនណាក្នុងតម្លៃលុយរបស់គាត់ណាដល់ទៅ11លានបងប្អូន$11លានស្មើនឹងហ៊ុនហ្នឹងគឺមានចំនួន85,485ហ៊ុនខ្ញុំអត់ដឹងថាហ្នឹងគេចង់និយាយពីshare ឬក៏អីបើគេនិយាយហ្នឹងហ៊ុនហ្នឹងគឺ share ហ្នឹងហើយបងប្អូនតែខ្ញុំគិតថា11លានណាច្រើនមែនតើបងប្អូនគាត់លក់ពីក្រុមហ៊ុនដែលជាក្រុមហ៊ុនស្អីគេនិយាយក្នុង news ខ្ញុំអត់បានចាំដែរប៉ុន្តែគាត់លក់ក្រុមហ៊ុនហ្នឹងគឺយកមកទិញPalantir នេះហើយគាត់ទិញហ្នឹងគឺក្នុងដល់ទៅ11លានបងប្អូនច្រើនមែនតើហើយអ្នកស្រី Katie Wood ហ្នឹងគឺមានអ្នក follow ច្រើនណាបងប្អូនអ្នកដែល invest ដោយពួកខ្ញុំអញ្ចឹងអ្នកខ្លះតាមកាលខ្ញុំលេងដំបូងគឺខ្ញុំតាមពួកអ្នកលេងមានពួកអ្នកមាននឹងលេងដែរតែក្រោយមកដោយសារតែខ្ញុំមើលថាខ្ញុំមើលទៅខ្ញុំទីថាយើងតាមគេយើងអត់មើលសូវមើលព័ត៌មានដូចថាខ្ញុំអត់សូវបានបង្កើតលុយមកដែរក្រោយមកគឺខ្ញុំស្វែងរកការរៀនសូត្រខ្លួនឯងហើយមើលគេខ្លះដូចថាមើលគេខ្លះស្ដាប់គេខ្លះនិយាយមើលរៀនខ្លួនឯងខ្លះគឺ work មែនតើបងប្អូនគឺខ្ញុំមានភាពគេហៅថារីកចម្រើនខាងការវិនិយោគកាលពីមុនខ្ញុំអត់សូវចេះមើលហើយខ្ញុំអត់ដឹងថាធ្វើយ៉ាងម៉េចគឺមានភាពលំបាកសម្រាប់ខ្លួនខ្ញុំដែរបងប្អូនជំនាន់ហ្នឹងហើយឥឡូវក្រោយមកខ្ញុំមើល YouTube ខ្ញុំរៀនតាមគេខ្ញុំដូចថាគេបង្កើតក្នុង YouTube យើងមើលធ្វើមិនគឺយើងបានអាប់ដេតខ្លួនយើងបងប្អូនហើយអញ្ចឹងមិនថាពេលដែលយើងលេខភាគហ៊ុនណាយើងកុំរំពឹងលើគេពេកយើងត្រូវចេះរៀនខ្លួនយើងហើយយើងមើលគេយើងយកមកពិចារណាថាតើយើងអាចដើរតាមនេះទៅតាមនោះអញ្ចឹងណាបងប្អូនគឺ work បងប្អូនហើយខ្ញុំគិតថាការលេងវិនិយោគទុននេះបើសិនជាយើង smart ហើយយើងលេងបានណាយើងបង្កើតលុយបាន
đang nghi sủi nhưng mà anh ấyខ្ញុំឆ្លងកាត់ទៅខ្ញុំដឹងថាយើងមិនកម្មបាច់ត្រូវការឆ្លាតទេបងប្អូនឲ្យតែយើងចេះមើលកលៈទេសៈហើយយើងមើលព័ត៌មានមើលអីចឹងបងប្អូនខ្លះគាត់ថាមើលព័ត៌មានចឹងគាត់ stress អីចឹងធម្មតាបងប្អូនលុយដែលយើងបង្កើតមកវាមិនមកទៅស្រួលដូចលេងឆ្នោតចាក់ឆ្នោតចាក់អីចឹងនេះអានេះលេងនេះក៏លេងឆ្នោតដែរប៉ុន្តែយើងត្រូវតាមដានហើយយើងត្រូវមើលញូមើលព័ត៌មានវាយើងត្រូវចូលមើលពួកគេអ្នកល្បីអញ្ចឹងគឺ work បងប្អូនចេះលេងចេះធ្វើអញ្ចឹងភាគរយតិចដែលថាយើងហ្មងចាញ់80យើងចាញ់តែ30ទេបងប្អូន is work for me អូខេហើយខ្ញុំក៏ចង់អាប់ដេតមួយបងប្អូនតែប៉ុណ្្នឹងឯងហើយក្រុមហ៊ុននេះគឺល្អមែនតើហើយខ្ញុំចង់ទិញបន្ថែមទៀតដែរប៉ុន្តែចាំមើលអាទិត្យនេះថ្ងៃច័ន្ទនេះដល់ថ្ងៃសុក្រហ្នឹងបើសិនជាមានអីវាចុះថែមទៀតខ្ញុំនឹងទិញថែមខ្លះទៀតក្រុមហ៊ុននេះពេលដែលខ្ញុំទិញគឺ132ឥឡូវហ្នឹងវាចុះដល់128អញ្ចឹងវាចុះ$4ប៉ុន្តែខ្ញុំគិតថាវាអត់អីទេព្រោះអីវានឹងឡើងមកវិញព្រោះអីក្រុមហ៊ុននេះគឺវាល្អហើយខ្ញុំជឿលើក្រុមហ៊ុននេះដោយសារខ្ញុំលេងច្រើនដងហើយក្រុមហ៊ុននេះខ្ញុំលេងតាំងពីចំនួន60រៀលឥឡូវឡើងដល់ទៅ200ជាងហើយឥឡូវវាធ្លាក់មកវិញប៉ុន្តែខ្ញុំអត់បានចាញ់លុយខ្ញុំនៅក្នុងក្រុមហ៊ុនមួយនេះទេព្រោះអីពេលដែរវាឡើងដល់ការប្រហែលឆ្នាំទៅហ្នឹងគឺវាឡើងដល់ខ្ញុំទិញក្នុងតម្លៃប្រហែលជា$90ហើយវាឡើងដល់170ខ្ញុំចំណេញបានច្រើនមែនទេបងប្អូនដល់ទៅរាប់ម៉ឺនណាចុះមិនថាបើសិនជាយើងទិញចំពេលគឺល្អដូចឥឡូវហ្នឹងអញ្ចឹងវាចុះអញ្ចឹងហើយយើងទិញខ្ញុំចំណាយលុយខ្ញុំទិញប្រហែលជា200 share ជាងអញ្ចឹងវាចំណាយនិយាយទៅវាជិត$30,000ដែរបងប្អូនហើយក្រុមហ៊ុននេះគឺលេងចាំមើលថាតើខ្ញុំបោះលុយខ្ញុំចូលទៅក្នុងនឹង$30,000ខ្ញុំគិតថាវាបង្កើតលុយច្រើនមែនទេហើយខ្ញុំជឿជាក់ដល់លើក្រុមហ៊ុនមួយនេះដោយសារក្រុមហ៊ុននេះគឺមាន contract ជាមួយការបង្មិនច្រើនហើយខ្ញុំទិញហ្នឹងគឺក្នុងពេលដែលវាចុះខ្លាំងហើយសំបីតា Caterwood ក៏គាត់ទិញដែរគាត់ទិញដល់$11 លានបងប្អូនជាច្រើនមែនតើអញ្ចឹងយើងសង្ឃឹមថាវាឡើងទៅចុះប៉ុន្តែបើសិនជាវាអត់ឡើងខ្ញុំទុកដល់តែវាឡើងប៉ុន្តែខ្ញុំគិតថាក្រុមហ៊ុននេះអត់យូរទេយ៉ាងច្រើនថាឲ្យទៅ7ខែចុះយ៉ាងយូរប៉ុន្តែក្រុមហ៊ុននេះគឺពេលវាឡើងគឺឡើងលឿនមែនទែនក្នុងរយៈពេល3-4ខែគឺវាឡើងចិត្តប្រហែលការចំនួនមុនវាឡើងដូច3ខែវាឡើងចិត្ត$100ឡើងលឿនឡើងខ្ញុំមានអារម្មណ៍ថាស្ដាយក្រោយដែលខ្ញុំបានលក់វាក្នុងចំនួនដែលខ្ញុំលក់ហ្នឹងគឺ170ខ្ញុំស្ដាយក្រោយពេលដែលខ្ញុំលក់ហើយបងប្អូនគឺវាឡើងដល់ជាង200បើសិនជាចំនួនហ្នឹងខ្ញុំទុកគឺខ្ញុំបានដល់ទៅ$15,000ថែមពីលើនឹងទៀតប៉ុន្តែធ្វើយើងមើលអត់ឃើញបងប្អូនចាំមិនថាយើងលេងពេកខ្លះយើងក្រីបន្តិចពេកយើងក្រីពេកក៏អត់កើតជួនកាលយើងអត់ដឹងថាវាចុះមកពេលណាឯងពេលវាមាន bad new hit អីវាចឹងទៅគឺវាចុះខ្លាំងដូចឥឡូវហ្នឹងគឺវាមាន bad new វា hit ខ្លាំងក្នុងមួយអាទិត្យហ្នឹងគឺចុះមែនតើចុះរហូតដល់តាមក$90ច្រើនអញ្ចឹងខ្ញុំបានទិញ the same ការ Friday ដែរអញ្ចឹងចាំមើលថាតើប្រហែលជាប្រហែលខែទៀតវាអាចឡើងទៅវិញប៉ុន្តែបើសិនជាវាចុះទៀតខ្ញុំនឹងទិញខ្លះទុកទៀត